ជំរាបសួរសួស្តីថ្ងៃនេះចែករំលែកអ្នកទាំងអស់គ្នាអ្នកណាដែលគាត់ចេះហើយក៏តមយូអ្នកណាដែលគាត់មិនទាន់ចេះក៏គាត់អាចកត់ទុកបានឬក៏គាត់ capture écran ou vous faites ce que vous voulez enregistrer la vidéo comme vous voulez le moyen qui bon vous semble មនុស្សដែលគេថាជួយគេ bonté gentillesse ចិត្តធម៌ចិត្តបុណ្យ avoir le cœur sur la main មិនចាំបាច់ទទួលការតបស្នងមកវិញទេ un altruiste ឬក៏ une ទៅតាមប្រុសឬក៏ស្រី un ou une altruiste មនុស្សដែលអាត្មានិយម vraiment le contraire អាត្មានិយមគិតឃើញតែប្រយោជន៍ខ្លួនឯងអ្នកដទៃយ៉ាងម៉េចក៏យ៉ាងម៉េចទៅ un égoïste ou un individualiste donc អាត្មានិយមកាលណា iste នៅខាងចុងច្រើនจะបញ្ជាក់អំពីមនុស្សហ្នឹងណាមួយទៀតមនុស្សម្នាក់ដែលសម្ភារៈនិយមទៀត materialiste អ្នកដែលសម្ភារៈនិយមមនុស្សម្នាក់ដែលដូចថាមិនសូវជាចូលចិត្តនិយាយស្ដីម្ដងឬក៏អ្នកគេនិយាយអីនិយាយទៅអង្គុយទៅស្ងៀមស្ដាប់គេអញ្ចឹងណា un ou une taciturne taciturne មនុស្សដែលមិននិយាយមិនស្ដីទេចូលចិត្តអង្គុយត្មងត្មោចអង់គ្លេសថា introvert នោះ un petit peu គាត់អ្នកដែលនិយាយមិននិយាយទៅស្ទឹងទៅថាមិនបានការតែម្ដងឲ្យទៅលឺអីក៏ហើបមាត់និយាយដែរនោះ un loquace ou un មួយទៀតគេ volubile un loquace ou un volubile un ឬក៏ une យើងបដូរទៅតាមហ្នឹងទៅ loquace ou volubile អ្នកដែលនិយាយច្រើនសឹងតែថានិយាយដល់អត់ប្រយោជន៍ក៏និយាយដែរមនុស្សដែលឧស្សាហ៍ព្យាយាម une personne studieuse ជាគុណនាម il est studieux elle est studieuse travailleuse ou une personne laborieuse un laborieux une laborieuse masculin féminin toujours នេះគឺន័យដូចគ្នាណា studieux travailleux laborieux គឺក្នុងលក្ខណៈមួយដែលឧស្សាហ៍ព្យាយាមរៀនសូត្រឧស្សាហ៍ព្យាយាមធ្វើការងារឧស្សាហ៍ព្យាយាមនៅក្នុងកិច្ចការជាទូទៅហ្នឹងណាឬក៏មួយទៀតយើងអាចជា synonyme មានច្រើនណាស់ studieux laborieux travailleux appliqué contraire ពាក្យផ្ទុយ antonyme ពាក្យផ្ទុយរបស់វាមនុស្សដែលកំជិលអាំងផេះនោះជាភាសាខ្មែរនោះគឺ feignant ឬក៏ flemmard ឬក៏ cossard បានន័យថា vraiment paresseux